បាទសូមគោរពជម្រាបសួរបងប្អូនគ្នាជាទីគោរពស្រឡាញ់បាទឥឡូវនេះយុទ្ធនាការចោះឆែកឆេរតំណែងចោលសៀមទូទាំងប្រទេសនៅតាមបណ្ដាឃ្លាំងផ្សេងបាទជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញបាទគឺត្រូវបានបញ្ចប់ហើយបាទក្នុងនោះគឺបានរកឃើញតំណែងខុសច្បាប់និងតំណែងដែលហួសសុពលភាពជាច្រើនរហូតដល់700ជាងតោនបាទពិតជាច្រើនមែនទែនបងប្អូនបាទសំណួរសួរថាតើតំណែងទាំងអស់នេះគឺជាតំណែងដែលខុសច្បាប់ហួសសុពលភាពមានគីមីច្រើនប្រជាជនយើងហូបក៏មិនកើតអញ្ចឹងសួរថាតើយើងគួរយកតំណែងទាំងអស់នេះយកទៅណាបាទខ្ញុំជឿថាបងប្អូនយើងទាំងអស់គ្នាប្រកាសជាចង់ដឹងបាទប្រកាសជាចង់ដឹងត្រង់ចំណុចនេះថាតើតំណែងនេះគួរយកទៅណាបើវាហូបមិនកើតហើយខុសច្បាប់ហួសសុពលភាពយើងគួរយកទៅណាបាទតំណែងទាំងអស់នេះបើយើងហូបមិនកើតហួសសុពលភាពវាអាចខូចសុខភាពរបស់ប្រជាជនយើងបាទទី1ទី2សំខាន់គឺការឈឺចាប់របស់ប្រជាជនខ្មែរយើងគឺនៅក្នុងតំណែងចោលសៀមនេះច្រើនណាស់បាទបានប្រឡាក់ឈាមបានប្រឡាក់នៃការឈឺចាប់របស់មនុស្សជាច្រើនបាទអញ្ចឹងទេសូមបងប្អូនទាំងអស់មេត្តាកុំប្រើប្រាស់បាទកុំប្រើប្រាស់ពួកយើងនៅតែបន្តបេការកុំប្រើប្រាស់បោះពួកវាអីបាទតំណែងរបស់ពួកវានេះគឺបានបង្កប់នៅការឈឺចាប់របស់ប្រជាជនខ្មែរយើងច្រើនណាស់ច្រើនបងប្អូនឃើញទេពីមួយថ្ងៃទៅមួយថ្ងៃវាអត់ដេកទេវាអត់ដេកទេគឺវានៅតែរំកិលលួសចូលមកជារៀងរាល់ថ្ងៃបាទអញ្ចឹងសូមបងប្អូនកុំស្ងប់ចិត្តបាទកុំស្ងប់ចិត្តទេសោះយុទ្ធនាការការបោសសម្អាតតាមឃ្លាំងគឺបញ្ចប់ចោះតែសូមបងប្អូនកុំបញ្ចប់ចិត្តខ្លួនឯងในការឈប់ប្រើប្រាស់តំណែងចោលសៀមនេះសោះបាទយើងនៅតែបន្តកុំប្រើប្រាស់តំណែងចោលសៀមបន្តទៀតបាទយើងត្រូវតែបោសសម្អាតឲ្យអស់បាទបោសសម្អាតតំណែងទាំងឡាយដែលមាននៅលើទីផ្សារតំណែងចោលសៀមបងប្អូនបាទវាបានបង្កប់បាទការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរយើងជាច្រើនលើកជាច្រើនសារច្រើនចំនួនមកហើយបាទកុំឲ្យដូចឆ្នាំ2001បេការបានតែមួយរយៈពេលខ្លីនៅតែបន្តប្រើដដែលបាទឆ្នាំ2008ដល់2011បេការតែបានមួយរយៈពេលខ្លីនៅតែប្រើប្រាស់ជាធម្មតាវិញបាទអញ្ចឹងហើយបានជាពួកវាតែមើងងាយយើងថាពួកយើងខ្វះវាមិនបានបាទបងប្អូនត្រូវតែគិតត្រង់ចំណុចនេះជាពិសេសបងទីហ៊ាននៅជួរមុខពួកគាត់ខំបាទបូជាទាំងកាយទាំងចិត្តបាទទាំងពេលវេលាផ្ទាល់ខ្លួនដើម្បីការពារមាតុភូមិទឹកដីរបស់យើងនេះចុះយើងគ្រាន់តែឈប់ប្រើប្រាស់តំណែងចោលសៀមទាំងអស់នេះគឺយើងធ្វើមិនបានមែនតំណែងរបស់យើងមានច្រើនណាស់បាទមានតំណែងរបស់យើងមានច្រើនណាស់យើងអាចប្រើប្រាស់បានតាបាទមិនស្លាប់ទេបងប្អូនមិនស្លាប់ទេបាទកុំឲ្យពួកវាមើងងាយជាតិសាសន៍របស់យើងបន្តទៅទៀតបាទ